សូមអរគុណនៅបងស្រីដែលគាត់បានកក់សម្បត្តិយន្តហោះឡើងនៅម៉ោង11កន្លះតាម check in counter app ហើយចេញនៅច្រកទ្វារ C9 បានកបោបរហូតដល់13បងប្អូនអើយព្រី30គីឡូហើយ7គីឡូឡើងលើយន្តហោះទៀតហ្នឹងហើយនេះគឺជា spin កោះប៉ែនបងប្អូនឥឡូវនេះទឹករៀងស្រកមកក៏លឿនស្រកក៏លឿនដែរបងប្អូននេះឡើងសន្ទុះយកតែម្ដងមើលទឹកហូរខ្មូលខ្មាញ់គេហៅថាខ្មូលខ្មាញ់មិនមែនឈឺពោះខ្មូលខ្មាញ់ទេបងប្អូននោះអាខាងនោះពីមុនសិតតែវាខ្សាច់ហ្នឹងហើយគេហៅទលេខ្សាច់កោះប៉ែនឥឡូវคล้ายជាទឹកនេះអូហូសាកងបងប្អូនអើយនេះវាស្រកទៅរៀងខ្លាំងមែនតើហ្នឹងឯនោះចិត្តក្បែរចុងឈើនោះมันខ្ពស់ដល់ថ្នាក់ហ្នឹងបងប្អូនហ្នឹងវាទើបតែស្រកទៅប្រហែលជាចូលប្រហែលជាច្រើនម៉ែត្រដែរបងប្អូនហ្នឹងព្រោះខាងក្រោយផ្ទះអីវ៉ាន់វាស្រកទឹកអស់ហើយហ្នឹងហើយតែនៅដងស្ទឹងទន្លេមេគង្គយើងមើលទៅវានៅដូចជាទឹកក្រៅនៅឡើយគឺស្ពានសូគីណាកំពង់ចាមមើលទឹកអូយដល់កខ្មុកខ្មាញ់បងប្អូនអើយមាត់ច្រាំងអីយ៉ាប់យ៉ៃ Yes